អាហារសាសងអាហារតាមពលនិងអាហារការពារមានសួរអ្នកគ្នាខ្ញុំឈ្មោះប្រាក់សម្ផស្សជាសិស្សនិស្សិតទី 12A តំណាងឲ្យសាលារៀនវិទ្យាល័យបឋមសាគរថ្ងៃនេះខ្ញុំចេញវីដេអូទាក់ទងជាមួយនឹងអាហារការពារទាំង3ក្រុមគឺមានជាអាហារសាសងអាហារតាមពលនិងអាហារការពារចឹងយើងដឹងថាពុកម្ដាយតែចង់ឲ្យកូនមានសុខភាពល្អអញ្ចឹងពួកគាត់ត្រូវតែរើសចំណីណាដែលមានផ្ដល់ជាធម៌ពលឲ្យកូនរបស់ពួកគាត់ក្នុងការបរិភោគហើយអាហារទាំង3ក្រុមនេះវាមានគុណសម្បត្តិខុសគ្នាចំពោះអាហារសាសងមានដូចជាទឹកដោះគោសាច់ត្រីពងទាដែលវាមានអត្ថប្រយោជន៍របស់វាគឺជាប្រូតេអ៊ីនទៅដល់សុខភាពចំពោះអាហារការពារមានដូចជាបន្លែផ្លែឈើដែលវាមាននីតិសំខាន់វាមានជាតិសារផ្សេងច្រើនអញ្ចឹងវាមាននីតិក្នុងការពារជាពិសេសជំងឺផ្ដាសាយចំពោះអាហារថាមពលវាគឺជាប្រភេទម្សៅដែលវាផ្ដល់ថាមពលដល់រាងកាយរបស់យើងចុងក្រោយខ្ញុំសូមផ្ដាំទៅអាណាព្យាបាលក៏ដូចជាបងប្អូនទាំងអស់គ្នានៅពេលដែលញ៉ាំអាហារគឺយើងមិនមែនញ៉ាំតែបាយក៏ដូចជាសាច់ទេគឺយើងត្រូវមានបន្លែពោលគឺយើងត្រូវញ៉ាំអាហារដែលមានតុល្យភាពដើម្បីឲ្យសុខភាពរបស់យើងល្អទាំងអស់គ្នា